នេះគឺជាតារាង detail នៃ skin នីមួយៗហើយក្នុងនោះក៏មាន sound background ផងដែរ sound background ក៏ជាផ្នែកមួយដែលធ្វើឲ្យ skin ដែលមានសេរីចាប់ពី epic ទៅកាន់តែលេចធ្លោបន្ថែមទៀតដែរហើយខ្ញុំនឹងលើកយក top 5 sound background skin ដែលខ្ញុំគិតថាពិរោះជាងគេឲ្យអ្នកទាំងអស់គ្នាបានស្ដាប់នៅក្នុងវីដេអូមួយនេះអញ្ចឹងសម្រាប់ sound background top 5 ខ្ញុំសូមឲ្យទៅលើ skin Mythic របស់ Faramisតន្ត្រីមួយនេះលក្ខណៈបែប rock អ្នកទាំងអស់គ្នាស្ដាប់ទៅគឺលយខ្លាំងមែនទែនហើយពេលដែលយើងស្ដាប់ទៅគឺអត់មានអារម្មណ៍ថាវារៀងភ្លាវឬក៏អត់ជាតិទេអ្នកទាំងអស់គ្នាអញ្ចឹងចូលមកដល់ sound background skin top 4 នោះខ្ញុំសូមឲ្យទៅលើ skin star ប្រចាំឆ្នាំរបស់ Wellមួយបទនេះគឺដាក់បញ្ចូលមនោសញ្ចេតនាបានល្អខ្លាំងមែនទែនបើតាមខ្ញុំគិតដោយសារតែមានឧបករណ៍ភ្លេងច្រើនប្រគំនៅក្នុងបទតែមួយអញ្ចឹងហើយធ្វើឲ្យយើងស្ដាប់ទៅគឺមានជាតិហ្មងហើយអីដែលសំខាន់គឺថាសងមួយនេះវាស៊ីគ្នាជាមួយនឹង skin ហ្មងហើយបន្តមកកាន់ top 3 គឺជា sound background របស់ skin Lunoid Legendខ្ញុំមិនដឹងថាគួរនិយាយអីពីតន្ត្រីមួយបទនេះទេប៉ុន្តែខ្ញុំដឹងថាត្រឹមថាស្ដាប់ទៅគឺពិរោះខ្លាំងមែនទែនអ្នកទាំងអស់គ្នាសំខាន់គឺស៊ីគ្នាជាមួយនឹង concept skin ខ្លាំងទៀតមកដល់ត្រឹម top 3 ពិរោះប៉ុណ្្នឹងហើយចូលទៅមក top 2 និង top 1 ទៀតអូខេមុននឹងយើងទៅស្ដាប់ sound background បន្តទៀតខ្ញុំសូមបណ្ឌិតកម្មបន្តិចសិនសម្រាប់យើងដែលត្រូវការដាក់ពេចធូរថ្លៃនិងសុវត្ថិភាពកុំភ្លេចដាក់តាមរយៈ Crybaby នៅក្នុង website Crybaby Store គឺមាន game ច្រើនខ្លាំងមែនទែនសម្រាប់ឲ្យយើងធ្វើការ top up ណាតែបើអ្នកទាំងអស់គ្នាចង់ធ្វើការ top up តាម website ទេអ្នកទាំងអស់គ្នាអាចធ្វើការឆាតទៅ page Crybaby Store បានអូខេកន្លែងមកប្រធានបទរបស់យើងវិញសម្រាប់ sound background top 2 នោះខ្ញុំសូមឲ្យទៅលើ skin epic របស់ Luyiអ្នកទាំងអស់គ្នាស្ដាប់ទៅមានអារម្មណ៍ថាវាស្តៀងជាមួយនឹង sound background skin របស់ Lunoid អត់ត្រូវហើយដោយសារតែ sound background ទាំងពីរនេះគឺលំនាំតែមួយទេគ្រាន់តែ sound background របស់ Luyi គឺគេប្រើប្រាស់ខ្លុយចំនួនឲ្យប៉ុណ្្នឹងឯងអូខេចូលមកដល់ top 1 sound background skin ដែលខ្ញុំគិតថាពិរោះជាងគេបង្អស់នៅក្នុង Mobile Legends ហ្នឹងគឺជា sound background skin epic របស់ Phasa ដែលប្រើរួមគ្នាជាមួយនឹង Epic Well ហ្នឹងឯងសម្រាប់ខ្ញុំមួយបទនេះគឺពិរោះខ្លាំងមែនទែនសំខាន់គឺវាប្លែកបងអ្នកទាំងអស់គ្នាហើយបើតាមគេ detail ប្រាប់នៅក្នុងតារាងហ្នឹងគេបាននិយាយថា song មួយហ្នឹងគឺគេផលិតមកលក្ខណៈបែបសម័យលាយជាមួយនឹងបុរាណដែលស្ដាប់ទៅគឺមានអារម្មណ៍ថាប្លែកពិសេសហ្មងអូខេយ៉ាងណា top 5 នេះគឺគ្រាន់តែជាចំណាប់អារម្មណ៍របស់ខ្ញុំទេបើសិនជាអ្នកទាំងអស់គ្នាគិតថាមាន song background មួយនេះដែលវាពិរោះជាងនឹងទៀតអ្នកទាំងអស់គ្នាអាច comment ខ្ញុំបានដឹងផងហើយវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេអរគុណអ្នកទាំងអស់គ្នាសម្រាប់ការស្ដាប់វីដេអូមួយនេះរហូតដល់ចប់